ធ្លាប់តែបញ្ចុកយើងមុនឥឡូវញ៉ាំខ្លួនឯងអត់ខ្វល់ពីយើងនៅមុខហ្នឹងមកមានផ្លែកណាគ្រាន់ញ៉ាំបាយតអូនត្រូវហើយមនុស្សប្រុសអត់ចូលចិត្តឲ្យយើងនិយាយពាក្យផ្លែកមែនឥឡូវទេអញ្ចឹងយើងស្រីយើងកុំនិយាយមើលតែឃើញអ្នកខ្លះភ្លេចតួនាទីយើងអាចរំលឹកដោយប្រើកាយវិការអញ្ចឹងបានថារាល់ការងក់ងរបស់មនុស្សស្រីគឺតែងតែមានមនុស្សប្រុសដែលមិនដឹងអីម្នាក់តែខ្ញុំថាដឹងព្រោះតែគេធ្វើអីគេដឹងខ្លួនឯងហីអាយអូឌីម៉ាពាក្យហ្នឹងបើទិញបានទិញប្រវត្តិចោលដាក់ចូលហឹបបោះចូលសមុទ្រហ្មងឥឡូវញ៉ាំទៅពើមីខ្ញុំបានមកបំពេញតួនាទីហើយចុះអ្នកនាងមានត្រូវការអ្វីទៀតទេអេឃើញបានផលធីមយើងប៉ិតរឿងប៉ុណ្ណឹងវាមិនម៉ានទេគ្រាន់ហោះរឿងលេងអាប់សុកម៉ោងបាយអេកន្លែងពេលខ្លះយើងមិនស្មាយឆ្កែនៅផ្ទះទេគេបាយរួចគេខ្ចប់សាច់ឲ្យឆ្កែយើងនឹងអង្គុយមើលធ្វើរំភើធំថៃម៉ែបាយទឹករួចប្រមូលចានប្រមូលអីឲ្យគេច្រឡំថានៅផ្ទះហេហៀងបាត់មកសតូស្មានទៅណាណោដើរដល់ក្រោយកន្លែងលាងចានហេបាយកាត់អីបានហើយអណៃធ្វើអីអណៃដឹងខ្លួនឯងហើយពេលខ្លះគ្នាវាធ្វើតាមទៅតែត្រឡប់ទេបើហងៃលេងសរស្មាអាវនឹងអាយអូឌីម៉ាហើយអញ្ចឹងណាសអមានមុខប្រាប់យើងថាអនាគតទៅបើខុសអីកុំវាយអូនណាអនាគតទៅបើខុសអីកុំវាយអូនណាតែការពិតវិញមែនគឺប្រហៀងអ្នករត់មិនសັບចដើឃើញអញ្ចឹងណាតាឌឺសាហាវក្បាច់ហ្នឹងអ៊ីខំប្រាប់ថាណាគេញ៉ាំបាយក្រោយគេនឹងលាងចានអញ្ចឹងថ្ងៃនេះគឺហៀងលាងចានព្រោះខ្ញុំញ៉ាំបាយរួចហើយអញ្ចឹងថ្ងៃហ្នឹងបងញ៉ាំបាយហើយមុនអូនឯងលាងចានណាចឹងតែមានអីបើគាត់ថាសំធ្វើទៅអាហ្នឹងគឺច្បាប់ក្នុងគ្រួសារផ្សេងតែបើច្បាប់ពីរនាក់នេះគឺផ្សេងឥឡូវសុំសួរតើលើកចុងក្រោយមួយថាឥឡូវអ្នកណាគេដែលលាងចានមកលឿនតិចមកហើយឆ្លើយការងារចឹងគឺស័កសមជាមួយបងណាអូនបងក៏មិនហ៊ានឲ្យណែលាងដែរបងក្រែងចិត្តកញ្ចក់ត្រូវចេះដឹងចឹងល្អណែលាងទៅចានតែប្រហែលនឹងសោះអេអាហ្នឹងកន្លែងចានដាក់ប្រហុកមិញហីមិនក៏លាងតែ2 3ខ្វាច់ជ្រះស្អាតចឹងលាងសាប៊ូអីក៏ធំស្អាតសបើមិនហើយចានហ្នឹងចានជ័រណាទីច្រឡំចានថ្មពេលលាងហើយឡើងថ្លាមើលទៅដូចចានថ្មបេះដាក់ប្រើសាប៊ូសាន់ឡាយបើមាសអូស្មានតែម៉ាក់ដូរសាប៊ូពិតសាន់ឡាយនេះប្រើតាំងខ្ញុំមិនទាន់ចេះដាក់មូលហេតុដែលគ្រូសាខ្ញុំតែងតែជ្រើសប្រើជាមួយនឹងសាប៊ូសាន់ឡាយព្រោះសាប៊ូនេះគឺគុណភាពល្អដាក់បរិមាណតែអាចកម្ចាត់កាកសំណល់បានល្អហើយអ្នកប្រើសាន់ឡាយឥឡូវតិចក៏ដកសាន់ឡាយមានកន្លែងកោះឈ្នះរង្វាន់ដែលទឹកប្រាក់រង្វាន់សរុបជារួមហ្នឹងគឺ250លានរៀលតែប្រម៉ូសិនហ្នឹងចិត្តចាប់ហើយត្រឹមថ្ងៃទី30ខែមេសាហ្នឹងឯងចាំការទៀតសម្រុកទៅទិញតុកកោះរង្វាន់មកពេលខ្លះយើងមើលមិនឃើញលុយហ្នឹងគឺជាលុយកំណប់មាសពេជ្រដែលទេវតាចាមកហៅថាជារបស់យើងហ្នឹងទៅតែទេវតាដូចជាអយុធធម៌ចំពោះក្មេងស្រីតូចម្នាក់នេះឃើញមាត់ពេបដូចទាហ្នឹងហើយចាគឺអត់ហើយ thank you ហៀងមកដល់លក់លើខ្ញុំថាអន់ទៀតឯតែពេលហៀងទៅទិញសាប៊ូហ្នឹងឃើញពូនោះក៏បានឡើង50000ណោអ្នកខ្លះត្រូវ5 100000 200000អីចឹងទៅខ្ញុំមួយហៀងនេះអង្គុយទៅតាមដាន page របស់សាន់ឡាយហួយមានអ្នកឈ្នះមែនតើណាទៅបើករង្វាន់ព្រាតលយហ្មងលាងចានបានស្អាតហើយមានឱកាសឈ្នះរង្វាន់ជាលុយបានដល់តង់ទៀតសាន់ឡាយត្រូវបានក្រុមហ៊ុនលំដាប់ពិភពលោកទទួលស្គាល់ពីគុណភាពនិងស្តង់ដារហើយមានការចុះបញ្ជីជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជាទៀតសាប៊ូសាន់ឡាយគឺចម្រាញ់ចេញពីធម្មជាតិអញ្ចឹងយើងអាចយកទៅធ្វើផ្អែមឲ្យហៀងញ៉ាំបានទៀតថាលេងឯងក៏ប៉ុន្តែខ្ញុំតែងតែលេងពីទូចមួយបងខ្ញុំដល់គ្រាន់តែចាក់សាន់ឡាយចូលអញ្ចឹងទៅគឺខ្ញុំវាយឲ្យបាយពពុះហើយដួសធ្វើចែកគ្នាញ៉ាំលេងពីក្មេងអញ្ចឹងទេទៅលាងចានម្ដងចង់កន្លះម៉ោងអីក៏អត់មានកាត់ដៃដែរដោយសារដូច5អញ្ចឹងអានេះគឺគេចម្រាញ់ចេញពីធម្មជាតិលាងសម្អាតខ្លាញ់នឹងកាកសំណល់មកហូបអីយើងនឹងបានល្អនេះបើចង់ឲ្យចានឆ្នាំងនៅក្នុងផ្ទះបណ្ដុះស្អាតគួរតែមានពតមួយហើយនឹងសាន់ឡាយមកដបទៅគឺស្អាតដែរ